ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប boost like នៅលើ post Facebook ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យ post របស់បងប្អូនមានចំនួនអ្នក like ចំនួនអ្នក reaction ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link post របស់បងប្អូនអាចបង្កើនក៏ដូចជា boost ចំនួន like បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលប៉ុន្មាននាទីតែប៉ុណ្ណោះបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់សុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានហើយបន្ទាប់មកទៀតបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower Facebook page like book follower Facebook group member Facebook post like post reaction Facebook page review Facebook post share video view reel view សូម្បីតែ Facebook comment like ក៏ដូចជា Facebook live stream view ក៏មានដែរបងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើ post Facebook បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook post like នេះបានក៏ប៉ុន្តែនៅពេលដែលបងប្អូនជ្រើសរើសទៅលើសេវាកម្មមួយនេះនៅពេលដែលបងប្អូន boost ចំនួន like ទៅចំនួន like នៅលើ post របស់បងប្អូនគឺវានឹងមានតែរូបមេដៃបែបនេះបងប្អូនហើយប្រសិនបើបងប្អូនចង់ឲ្យ post របស់បងប្អូនមានចំនួន reaction ផ្សេងបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook post reaction new នេះក៏បានឬក៏ Facebook post reaction global name នេះក៏បានឬក៏ Facebook post reaction all reel នេះក៏បានដែរបងប្អូនបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំ recommend ឲ្យបងប្អូនជ្រើសរើសទៅលើ Facebook post reactionដោយសារតែនៅពេលដែលបងប្អូនជ្រើសរើសទៅលើសេវាកម្មមួយហ្នឹងទៅនៅខាងក្រោមបន្តិចទៀតគឺបងប្អូនអាចចុចចូលជ្រើសរើសទៅលើ reaction ណាមួយដែលបងប្អូនចង់ឲ្យមាននៅលើ post របស់បងប្អូនទៅតាមតម្រូវការរបស់បងប្អូនបានដោយខ្លួនឯងហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះក៏ខ្ញុំចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាកម្ម Facebook post reaction នឹងដូចគ្នាបងប្អូនហើយចំពោះ Facebook post reaction new Facebook post reaction global name និង Facebook post reaction all reel ហ្នឹងគឺវាស្តៀងតែគ្នាទេបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយណាក៏បានដែរបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា serviceដែលនៅក្នុងនឹងផងដែរគឺវាមានសេវាជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមានសេវាដូចជា Facebook post like Facebook reaction love reaction care reaction wow reaction side reaction យំនិង reaction ខឹងបងប្អូនចង់ឲ្យ post របស់បងប្អូនមាន reaction មួយណាបងប្អូនអាចចុចចូលជ្រើសរើសសេវាដែលមាន reaction មួយនឹងបានហើយចំពោះរាល់សេវាទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនបងប្អូនដោយដែលបងប្អូនបានឃើញអញ្ចឹងគឺ 1000 reaction តម្លៃសេវាកម្មត្រឹមតែ $0.37 ជាងតែប៉ុណ្ណោះបងប្អូនហើយបើនិយាយចំពោះ quality របស់សេវាទាំងអស់នោះវិញគឺសុទ្ធតែធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសេវាមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាមួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើប្រាស់សេវាដែលមានលេខកូដ 4709 គឺជាសេវា Facebook Reaction Care
នៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសវីរួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតមកហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសវីហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link post របស់បងប្អូនចូលដើម្បីទាញយក link post របស់បងប្អូនបានបងប្អូនចូលទៅកាន់ Facebook របស់បងប្អូនជាមុនសិនមកហើយបងប្អូន select ចូលទៅលើ post ណាមួយដែលបងប្អូនចង់បង្កើនចំនួន like បង្កើនចំនួន reaction ហើយនៅលើ post របស់បងប្អូននឹងឃើញមានចំណុចត្រេះ3តូចៗនៅខាងលើនេះបងប្អូនអាចចុចចូលទៅលើត្រេះ3តូចៗនៅខាងលើនឹងក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា share នៅខាងក្រោមនេះក៏បានហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបាននៅពេលដែលបងប្អូនបាន copy link post របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link post របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន reaction ក៏ដូចជាចំនួន like ដែលបងប្អូនចង់ប៊ូសនៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10 reaction ហើយយ៉ាងច្រើនរហូតដល់ 10,000 reaction ពិតជាច្រើនមែនតើបងប្អូនដូច្នេះហើយបងប្អូនអាចដាក់ចំនួន reaction ដែលបងប្អូនចង់ប៊ូសទៅតាមតម្រូវការរបស់បងប្អូនបានហើយសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមតែចំនួន10 reaction ទេបងប្អូនចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន reaction ក៏ដូចជាចំនួន like ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0037 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន like នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាអាចនឹងកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានដាក់នឹងដូចគ្នាឧបមាថាខ្ញុំបង្កើនចំនួន like ពី10មក100អញ្ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាកើនឡើងមក 0.037 សេនវិញបងប្អូនកាន់តែបង្កើនចំនួន like នៅខាងលើតម្លៃសេវាកម្មនៅខាងក្រោមគឺវាកាន់តែកើនឡើងទៅតាមចំនួននឹងដូចគ្នាបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺពិតជាសមរម្យមែនតើដោយដែលបងប្អូនបានឃើញចឹងបងប្អូនគឺចំនួន 10,000 reaction ក៏ដូចជាចំនួន 10,000 like តម្លៃសេវាកម្មគឺត្រឹមតែ$3ជាងតែប៉ុណ្ណោះហើយចំណែកឯរយៈពេល4នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការប៊ូស like ឬក៏ប៊ូស reaction នៅលើ post របស់បងប្អូនគឺមានន័យថាបន្ទាប់ពី4នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះគឺជា description របស់សវីដែលបងប្អូនបានចុចចូលជ្រើសរើសបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទាល់ថារាល់សវីទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link post របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក្កយបត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយហ្នឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវីដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link post របស់បងប្អូនចំនួន like ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទាល់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានហើយចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល4នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញ like នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website ហ្នឹងទេគឺបងប្អូនអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់ការប៊ូស like នៅលើ post Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ